ម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំយករឿងមួយយកមកសម្រាយមានចំណងជើងថារឿងលងស្នេហ៍ក្រមុំសុកស្រែមុននឹងខ្ញុំចូលសាច់រឿងខ្ញុំសូមប្រាប់ឈ្មោះតួអង្គនីមួយសិនតួប្រុសយើងមានឈ្មោះថាវិនមានអាយុ19ឆ្នាំតួស្រីវិញមានឈ្មោះថានីសានេះមានអាយុ18ឆ្នាំឪពុកតួប្រុសមានឈ្មោះថាផលមានអាយុ59ឆ្នាំនិងម្ដាយតួប្រុសមានឈ្មោះថាណៃមានអាយុ53ឆ្នាំចំណែកម្ដាយតួស្រីវិញមានឈ្មោះថាមកមានអាយុ68ឆ្នាំនិងឪពុកតួប្រុសមានឈ្មោះថាប៉ាងតែបានស្លាប់ចោលនាងតាំងពីតបាត់ហើយឥឡូវកុំនៅសាំតប៉ាយូរពេកឥឡូវយើងចូលសាច់រឿងយើងតែម្ដង Hello ពុកម៉ែបងប្អូនទាំងអស់គ្នាតួប្រុសរបស់យើងមានឈ្មោះថាវិនកំពុងធ្វើការសុកម៉ាក់វិនបានហៅឲ្យទៅទិញសាច់ជ្រូកតួប្រុសវិនរបស់យើងណាក៏បានឈប់ធ្វើការងារខកខានសិនហើយក៏បានទៅទិញសាច់ជ្រូកឲ្យម៉ាក់សិនវិនអត់តន់ទៅភ្លាមទេវិនទៅងូតទឹកដើម្បីសម្អាតខ្លួនប្រាណវិនឲ្យស្អាតហើយបានដើរចេញក្រៅព្រោះអីវិនធ្វើការមួយថ្ងៃហត់ខ្លាំងណាវិនក៏ចាប់ផ្ដើមទៅងូតទឹកតែម្ដងហើយវិនចូលនៅក្នុងបន្ទប់ទឹកអីចឹងណាតមកឥឡូវហ្នឹងគឺវិនបានងូតទឹកផ្លាស់កៅអៅស្អាតបាតហើយឥឡូវវិនក៏បាត់ចាប់ផ្ដើមចូលក្រើមដើម្បីទៅទិញសាច់ជ្រូកឲ្យម៉ាក់ហើយវិនទិញសាច់ជ្រូកហ្នឹងព្រោះអីបងប្អូនវិនបានមកលេងវិនក៏ចាប់ផ្ដើមធ្វើដំណើរចុះពីលើផ្ទះដើម្បីមកក្រើមអីចឹងណាហើយម្ដាយរបស់វិនហ្នឹងកំពុងតាដាំបាយធ្វើម្ហូបអីចឹងទៅប៉ុន្តែនៅចាំតែសាច់ជ្រូកទេវិនក៏បានចាប់ផ្ដើមដើរទៅក្រៅដើម្បីជិះឡានទៅទិញសាច់ជ្រូកអីចឹងណាវិនក៏មិនមែនជាកូនអ្នកក្រដែរចាគឺគេកូនជាអ្នកធូធាអីចឹងណាឥឡូវតមកសាច់រឿងយើងវិញចាគឺវិនហ្នឹងគឺគេបើកឡានបើកអីចេញដើម្បីទៅធ្វើដំណើរទិញសាច់ជ្រូកអីចឹងណាចាហើយទិញសាច់ជ្រូកហ្នឹងគឺទៅទិញនៅកន្លែងទូស្រីរបស់យើងនឹងឯងចាពីផ្ទះវិនទៅដល់សាច់ជ្រូកវារៀងឆ្ងាយដែរព្រោះអីផ្ទះទូស្រីនិងផ្ទះទូប្រុសយើងអត់នៅជិតគ្នាឯណាចាហើយទូប្រុសយើងក៏ចាប់ផ្ដើមធ្វើដំណើរទៅសាច់ជ្រូកអីចឹងណាចាទិញសាច់ជ្រូកហងចង់ញ៉ែកូនស្រីគេហងបន្ទាប់មកវិនក៏ចាប់ផ្ដើមធ្វើដំណើរទៅអីចឹងណាសំខាន់វិនអត់ស្គាល់ផ្ទះទូស្រីរបស់យើងទេវិនក៏ចាប់វិនជិះសំដៅទៅកន្លែងសាច់ជ្រូកហ្នឹងអត់ដឹងថាកន្លែងសាច់ជ្រូកនៅណាណាចេះតែដើររើហើយនឹងសួរគេអូយវិនចូលទៅទិញសាច់ជ្រូកនៅផ្សារដោយសារតែនៅផ្សារសាច់ជ្រូកគេអត់ល្អពីថាវាអត់សុទ្ធអញ្ចឹងវិនចង់ជិះតាមផ្ទះអញ្ចឹងក៏លើមានសាច់ជ្រូកគេសុទ្ធល្អនៅតាមផ្ទះដោយសារសាច់ជ្រូកហ្នឹងសុទ្ធល្អប្រជាពលរដ្ឋយើងគាត់ចិញ្ចឹមដាក់ចំណីសុទ្ធអីចឹងណាហើយវិនហ្នឹងឥឡូវក៏ចាប់ផ្ដើមឈប់នៅកន្លែងពូមួយធ្វើឡាននេះដែល admin សុំដាក់ឈ្មោះពូម្នាក់នោះថាឈ្មោះពូរ៉ាដើម្បីស្រួលហៅអីចឹងណាចាកុំហៅពូថ្កងឡានចាហើយឥឡូវហ្នឹងគឺវិនហ្នឹងគាត់ចាប់ផ្ដើមចុះទៅសួរពូរ៉ាថាតើកន្លែងណាមានសាច់ជ្រូកល្អសុទ្ធអីចឹងណាពូរ៉ាគាត់បានឆ្លើយថាសាច់ជ្រូកល្អគឺឡើងទៅផ្លូវលើហើយជិះចូលជិះក្នុងជិះលើស្ពានហើយបន្ទាប់មកនៅកន្លែងនោះមានដើមឈើច្រើនគេចិញ្ចឹមមន្ទាហ្នឹងហើយគឺកន្លែងនោះហើយគឺគេមន្ទាស្រស់ល្អហ្នឹងព្រោះអីគេចិញ្ចឹមដោយផ្ទាល់ដៃគេគឺនៅក្នុងទ្រុងគេពិតហ្មងវិនយើងដឹងហើយក៏អរគុណពូរ៉ាអញ្ចឹងណាហើយគាត់ក៏ចាប់ផ្ដើមឡើងទៅលើឡានវិញអញ្ចឹងទៅដើម្បីទៅរើម៉ាក់គេមើលទៅប្រហែលជាមិនបានសាច់ជ្រូកស្លទេចាដោយសារតាគេអត់ចេះសួរអត់ចេះអត់ស្គាល់ផ្លូវផងគេមកទិញសាច់ជ្រូកដែរហើយបន្ទាប់មកគេក៏ចាប់ផ្ដើមធ្វើតាមពូរ៉ាអញ្ចឹងថាជីទៅតាមណាខ្លះឥឡូវហ្នឹងគឺផ្លូវលើនឹងឯងហើយបន្ទាប់មកមានស្ពានមានអីដែរដោយពូរ៉ាគាត់និយាយមែនចាគាត់បញ្យល់ហ្នឹងគឺត្រូវហើយបងប្អូនចាហើយឥឡូវហ្នឹងគាត់ក៏ចាប់ផ្ដើមឡើងស្ពានហ្នឹងហើយចាផ្លូវស្ពានវាតាក់ទងនឹងកន្លែងទិញឡានអីចឹងណាចាបន្ទាប់មកគឺគាត់ជិះផ្លូវឡើងស្ពានហ្នឹងគឺឆិតដល់ហើយបងប្អូនប្រហែលជា10គីឡូម៉ែត្រទៀតបន្ទាប់មកហ្នឹងគាត់ក៏ចាប់ផ្ដើមជិះឡើងស្ពានហើយស្ពានហ្នឹងគឺរបៀបថាផ្លូវកាច់ច្រើនប៉ុន្តែអត់វាយើងកុំខ្លាចអីដោយសារតែគេដាក់រនាំងឡើងវិញនោះហើយណាហើយវិនយើងក៏ចាប់ផ្ដើមជិះរឿងដាក់រដូវបន្តិចដោយសារដើរទិញសាច់ជ្រូកមកព្រឹកហើយអត់បានសាច់ជ្រូកសោះហើយឥឡូវហ្នឹងក៏ឃើញក្បាលលំនៅកន្លែងលក់សាច់ជ្រូកអីបន្តិចដែរចាអញ្ចឹងចប់ប៉ុណ្ណឹងហើយសូមរងចាំភាពបន្តភាគ2អញ្ចឹងណា admin នឹងបញ្ចូលសម្រាប់រឿងល្អមើលភាគ2ចាំល្អមើលទៀតតែម្ដងចាសូមអរគុណ